មាននីទានមួយថាសត្វដង្កូកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណៃទៅប្រទះនឹងដង្កូនោះក្អែកថាពេលនេះមានលៀបបានដង្កូស៊ីក៏ហើរទៅជិតដង្កូក្រឡេកឃើញក្អែកក៏នឹកថាខ្លួនក្អែកនេះចាត់ខោខៅនឹងចឹកអង្ស៊ីអ៊ីឡូវហើយដង្កូសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវិញថាអានមកស៊ីដង្កូឯងដង្កូថាលោកតែក្អែកឯងរកប្រស្នាអញឃើញទៅស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេក្អែកសួរថាប្រស្នាដង្កូឯងយ៉ាងដូចម្ដេចសួរមកចោះអញនឹងរកឲ្យឃើញដង្កូសួរទៅក្អែកដូចមៀងតទៅនេះដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុតដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានឮដង្កូសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូកញ្ជ្រៀវលេងដោយគិតថាប្រស្នាដង្កូទាំង4បទនេះអញមុខជារកឃើញអ៊ីឡូវហើយនឹងបានស៊ីដង្កូនេះមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះដែលគេហៅថាផ្ងែមនោះគឺមៀងស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះដែលគេហៅថាស្អុយជាងគេនោះគឺអាចនឹងកម្រងខ្មោចសត្វទាំងពួងដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអបក្អែកបានដោះស្រាយប្រស្នាទាំង4បុត្រនេះប្រាប់ទៅដង្កូថាក្អែកដោះប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងូតនិយាយទៅដង្កូវិញថាបើដង្កូឯងថាខុសសូមឲ្យដង្កូប្រាប់ប្រស្នានេះមកឲ្យអញឲ្យបានដឹងផងដង្កូប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទៅអញប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូឯងទេលុះបានខសញ្ញាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យផរុះវៀតខោខៅអ៊ិតគួអ៊ិតសំដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើជូរចត់អ្វីទាំងពួងដែលគេហៅថាស្អីនោះមិនមែនស្អីអាចឬស្អីគម្រងនោះទេគឺស្អីកេតស្អីឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អីច្រាខ្យល់ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបកេតឈ្មោះដែលប្រព្រឹត្តល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយឈប់ស៊ីដង្កូវទៅ